ការបើកច្រកជាការលំបាកហើយប៉ុន្តែរក្សាច្រកនេះគឺលំបាកខ្លាំងណាស់ហើយពាណិជ្ជកម្មមិនខុសពីការលក់ដូរផលិតផលត្រូវតែឲ្យអតិថិជនជឿទុកចិត្តរហូតបើមិនចឹងតែខូច credit ហើយពិបាកហើយនេះហើយគឺជាការងារដែលធ្វើហើយក៏ខ្ញុំសូមអរគុណទាំងវិស័យឯកជនរបស់កម្ពុជាដែលបានខិតខំទៅក្នុងការធ្វើនេះព្រោះរដ្ឋអត់ផលិតទេគឺមានតែវិស័យឯកជនរដ្ឋបានត្រឹមតែបើកច្រកថ្នាក់នយោបាយថ្នាក់ក្រសួងបានត្រឹមតែទៅចរចារកទីផ្សារភ្ជាប់ទំនាក់ទំនងតិចប៉ុន្តែអ្នកផលិតជាក់ស្ដែងគឺវិស័យឯកជននិងប្រជាកសិកររបស់យើងឧទាហរណ៍យើងនិយាយក្នុងវិស័យកសិកម្មនៅក្នុងវិស័យឧស្សាហកម្មគឺរោងចក្រសហគ្រាសរបស់យើងជាអ្នកផលិតនេះគឺជាការលំបាកបើថាវាយទៅដើមខ្សែក្រវ៉ាត់គឺល្អតែថែរក្សាខ្សែក្រវ៉ាត់លំបាកដែរធានាព្រោះការប្រកួតប្រជែងលើពិភពលោកកាន់តែស្រួយស្រាលអញ្ចឹងទាមទារឲ្យយើងសម្របសម្រួលខ្លួនឲ្យទំនើបកម្មខ្លួនជានិច្ច